ជំពូកទី70លាក់បាយក្នុងភ្នួងសក់គ្រានោះឯងភគទេវទត្តក៏ចូលទៅកាន់អជាតសតុកុមារដើម្បីនឹងរកមធ្យោបាយសម្រាប់ព្រះពុទ្ធអជាតសតុកុមារបានបង្គាប់ទៅខ្មាន់ធ្នូទីហ៊ានម្នាក់ថាមនាលនាយចូលអ្នកទៅធ្វើគុតព្រះសមណគោតមដែលកំពុងតែគង់នៅលើភ្នំកិច្ចកោតនោះប្រសិនបើបានសម្រេចកិច្ចនេះហើយនាយត្រូវត្រឡប់មកវិញតាមផ្លូវនេះវិញណាភគទេវទត្តនិងអជាតសតុកុមារបានចាត់វិធានការឲ្យមនុស្ស2នាក់ទៀតទៅចាំនៅផ្លូវដែលខ្មាន់ធ្នូនោះដើរមកវិញហើយក៏បង្គាប់ថាបើមានបុរសណាដើរតែម្នាក់ឯងមកតាមផ្លូវនោះចូលអ្នកសម្លាប់បុរសនោះចោលទៅហើយសឹមដើរមកតាមផ្លូវនេះវិញរួចហើយក៏បង្គាប់បុរស4នាក់ទៅចាំសម្លាប់បុរស2នាក់បង្គាប់បុរស8នាក់ទៅចាំសម្លាប់បុរស4នាក់បង្គាប់បុរស16នាក់ទៅចាំសម្លាប់បុរស8នាក់ក្នុងអត្រាស្ងាត់មួយនៅក្រោមពន្លឺព្រះច័ន្ទដ៏ថ្លាក្នុងពេលដែលព្រះអង្គកំពុងតែគង់ធ្វើសមាធិនៅលើភ្នំកិច្ចកោតព្រះពុទ្ធបើកព្រះនេត្រទៅឃើញមនុស្សម្នាក់កំពុងឈរបង្កប់ពាក់កណ្ដាលខ្លួននៅនឹងដើមឈើមួយព្រះពុទ្ធទ្រង់ត្រាស់ហៅជននោះឲ្យចូលមកជិតជនអនាមិកនោះក៏ដើរយឺតមកកាន់ព្រះអង្គមកដល់ហើយក៏ស្រវាទម្លាក់ដាវទៅលើដីនៅមិនឆ្ងាយប៉ុន្មានអំពីចុងព្រះបាទព្រះអង្គរួចហើយក៏លើកដៃទាំងគូផ្គងសំពះព្រះអង្គក្នុងរបៀបដូចជាគេលើករបស់អ្វីមួយថ្វាយដល់ព្រះអង្គព្រះពុទ្ធត្រាស់សួរថាមនាលនាយតើអ្នកមកទីនេះមានការអ្វីដែរជនអនាមិកនោះក្រាបទូលថាទូលព្រះបង្គំសូមក្រាបថ្វាយបង្គំព្រះសមណគោតមត្បិតអីគេប្រើទូលព្រះបង្គំឲ្យមកធ្វើគុតព្រះអង្គប៉ុន្តែទូលព្រះបង្គំមិនអាចធ្វើទៅបានទេទូលព្រះបង្គំក្តាប់ដាវនៅក្នុងដៃទាំងពីរយ៉ាងណែនរួចហើយក៏ជន្លជាង10ដងមករកព្រះអង្គក្នុងពេលដែលព្រះអង្គកំពុងតែគង់ចម្រើនសមាធិទូលព្រះបង្គំឈានជើងទៅមុខមិនរួចទាល់តែសោះសូម្បីតែមួយជំហានក៏មិនបានផងទូលព្រះបង្គំមិនអាចធ្វើគុតព្រះអង្គបានទេប៉ុន្តែទូលព្រះបង្គំខ្លាចតែម្ចាស់ទូលបង្គំសម្រាប់ទូលបង្គំជំនួសវិញទេនៅពេលដែលព្រះអង្គត្រាស់ហៅទូលបង្គំនោះទូលបង្គំកំពុងតែសេចក្ដីគិតថាតើអាត្មាអញត្រូវដោះស្រាយបញ្ហានេះយ៉ាងណាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំពិតជាមនុស្សមានកំហុសក្របសង្កត់ជាមនុស្សល្ងង់ខ្លៅជាមនុស្សវង្វេងជាមនុស្សមិនឆ្លៀសវៃជាមនុស្សមានចិត្តប្រទុះចង់សម្លាប់ព្រះអង្គរួចហើយក៏ដើរចូលមកកាន់ទីនេះបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គមេត្តាអនុគ្រោះនៅកំហុសតាមទោសរបស់ទូលបង្គំនេះផងចុះដើម្បីទូលព្រះបង្គំសង្រួមនៅអរិយាបថតទៅថ្ងៃក្រោយទៀតព្រះសាស្តាក៏ទ្រង់ត្រាស់ថាមនាលអ្នកដ៏មានអាយុបើអ្នកបានមើលឃើញកំហុសតាមទោសរបស់អ្នកហើយបានសម្ដែងសារភាពនៅទោសនោះតាមធម៌សុំកមលទោសតថាគតនឹងអត់ទោសឲ្យអ្នកដល់នៅសេចក្តីសង្រួមតទៅនេះគឺជាសេចក្តីចម្រើនរបស់អ្នកនៅក្នុងអរិយវិន័យហើយព្រះពុទ្ធទ្រង់សម្ដែងនៅអនុបបិយកថាសីលកថាសក្យកថានិងទោសនៃកាមក្នុងការចាញ់បួសព្រមទាំងចតុរារិយសច្ចដល់បុរសនោះកាលបានយល់ច្បាស់នៅព្រះធម៌ហើយបុរសនោះក៏កើតមានចិត្តជ្រះថ្លាសូមធ្វើជាឧបាសកដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើនឹងជីវិតតាំងពីថ្ងៃនោះតទៅព្រះសាស្តាទ្រង់ត្រាស់សួរថាមនាលនាយតើនរណាបញ្ជាអ្នកឲ្យមកសម្លាប់តថាគតបុរសនោះក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំមិនហ៊ានទូលព្រះអង្គនៅឈ្មោះលោកម្ចាស់នៃទូលព្រះបង្គំនោះទេព្រះសាស្តាទ្រង់ត្រាស់ថាដូច្នោះមិនអីទេមិនបាច់ប្រាប់ក៏ហីទៅចុះប៉ុន្តែតើគេបានបង្គាប់ឲ្យអ្នកធ្វើអ្វីខ្លះដែរក្នុងបេសកកម្មនេះបុរសនោះក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនគេបានប្រាប់ទូលព្រះបង្គំនៅផ្លូវដែលត្រូវឡើងមកលើភ្នំនេះហើយគេបង្ហាញផ្លូវមួយទៀតឲ្យទូលបង្គំចុះទៅវិញបន្ទាប់ពីទូលបង្គំបានបំពេញបេសកកម្មនេះចប់សពគ្រប់ព្រះពុទ្ធត្រាស់ថាមនាលនាយតើអ្នកមានប្រពន្ធកូនដែរឬទេបុរស
នោះក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំមិនទាន់រៀបការទេទូលព្រះបង្គំមានតែម្ដាយចាស់ម្នាក់រស់នៅជាមួយព្រះពុទ្ធទ្រង់ត្រាស់ថាមនាលនាយចូលអ្នកស្ដាប់តថាគតហើយធ្វើតាមពាក្យរបស់តថាគតដោយប្រុងប្រយ័ត្នឲ្យមែនទែនណាចូលអ្នកត្រឡប់ទៅផ្ទះវិញភ្លាមហើយនាំយកម្ដាយអ្នករត់គេចទាំងយប់នេះទៅកាន់កោសលនគរអ្នកនិងមាតារបស់អ្នកនឹងអាចកសាងជីវភាពថ្មីនៅឯកោសលនគរនោះចុះប៉ុន្តែចូលអ្នកកុំត្រឡប់ទៅវិញតាមផ្លូវដែលម្ចាស់អ្នកបានប្រាប់នោះឲ្យសោះបើអ្នកដើរតាមផ្លូវដែលគេប្រាប់នោះអ្នកនឹងត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់របស់គេហើយគេនឹងសម្លាប់អ្នកចោលពុំខានឡើយមនាលនាយចូលអ្នកចេញទៅសង្គ្រោះមេដារបស់អ្នកក្នុងពេលនេះភ្លាមទៅពេលនោះគ្រូពេទ្យជីវកៈក៏ចូលមកដល់ជួនលើពេលដែលនាយខ្មាន់ធ្នូនោះកំពុងតែលើកដាវពីដីមកវិញបន្ទាប់ពីថ្វាយបង្គំលាព្រះពុទ្ធរួចគ្រូពេទ្យជីវកៈនឹកស្មានតែនាយទាហាននោះបំរុងធ្វើបាបព្រះពុទ្ធក៏ស្រែកវាសឡើងប៉ុន្តែព្រះពុទ្ធទ្រង់បង្គាប់ឲ្យនាយខ្មាន់ធ្នូនោះទម្លាក់ដាវចុះហើយឲ្យដើរចេញទៅយ៉ាងរហ័សចំណែកឯបុរស2នាក់ដែលនៅរងចាំផ្លូវមួយផ្សេងទៀតបានគិតគ្នាថាហេតុដូចម្ដេចក៏បុរសម្នាក់នោះកំរមកម្ល៉េះរួចហើយក៏នាំគ្នាដើរតាមផ្លូវនោះរហូតទៅជួបនឹងព្រះពុទ្ធកំពុងតែគួងទៀបនឹងគល់ឈើមួយបុរសទាំងពីរក៏បានក្រាបថ្វាយបង្គំព្រះពុទ្ធហើយអង្គុយក្នុងទីដ៏គួរសមព្រះពុទ្ធបានញ៉ាំងបុរសទាំងពីរនោះឲ្យបានដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិតបុរសទាំងពីរក៏បានប្រែទៅជាឧបាសកតាំងតែពីថ្ងៃនោះមកក្រោយមកបុរស4នាក់បុរស8នាក់និងបុរស16នាក់ក៏បានប្រែទៅជាឧបាសកដល់នៅព្រះរតនត្រ័យជាបន្តបន្ទាប់គ្នាដែរលំដាប់នោះមានបុរសម្នាក់បានចូលទៅកាន់សំណាក់ភិក្ខុទេវទត្តហើយនិយាយថាបបិទ្ធលោកម្ចាស់ខ្ញុំព្រះករុណាមិនអាចនឹងសម្លាប់ព្រះដ៏មានព្រះភិក្ខបានទេត្បិតអីព្រះដ៏មានព្រះភិក្ខមានឫទ្ធិច្រើននិងមានអានុភាពច្រើនណាស់ទេវទត្តខឹងច្រឡោតតោតទងហើយក៏ស្រែកយ៉ាងខ្លាំងថាណាហើយបើអ្នករាល់គ្នាសម្លាប់គោដំមិនបានទេចាំមើលស្នាដៃទេវទត្តម្ដងវិញក្នុងគ្រានោះគ្រូពេទ្យជីវកៈបានយាងព្រះសាស្តាដើម្បីទទួលភ័ត្ត្រនៅក្នុងចំការស្វាយរបស់ខ្លួនប៉ុន្តែក្នុងគោលបំណងចង់ឲ្យព្រះពុទ្ធបានជួបជាមួយនឹងព្រះនាងវេទិហីប៉ុណ្ណោះព្រះអានន្ទក៏បាននិមន្តទៅជាមួយនឹងព្រះពុទ្ធដែរនៅពេលក្រោយភ័ត្ត្រព្រះនាងវេទិហីក៏បានបង្គំទូលព្រះដ៏មានព្រះភិក្ខទាំងទឹកនេតហូរហាមថាបបិទ្ធព្រះអង្គដ៏ចម្រើនជីវិតរបស់ព្រះបាទពំពិសាទ្រង់ប្រកបទៅដោយគ្រោះថ្នាក់ខ្លាំងណាស់ពីព្រោះអជាតសតុកុមារមានគម្រោងបង្អត់ក្រយាហាព្រះអង្គឲ្យសុគតតែម្ដងឥឡូវនេះអជាតសតុកុមារហាមឃាត់មិនឲ្យខ្ញុំព្រះអង្គនាំយកក្រយាស្ងោយទៅថ្វាយព្រះស្វាមីទៀតទេបបិទ្ធព្រះអង្គដ៏ចម្រើនកាលពីដើមខ្ញុំព្រះអង្គបានដាក់ក្រយាស្ងោយនៅក្នុងផ្តិលមាសនិងដាក់នៅក្នុងថ្ពួកព្រះភូសាចូលទៅថ្វាយព្រះរាជារៀងរាល់ថ្ងៃព្រះរាជាទ្រង់ញ៉ាំងព្រះអត្តភាពឲ្យប្រព្រឹត្តទៅដោយព្រះក្រយាស្ងោយនោះប៉ុន្តែពេលដែលអជាតសតុកុមារទ្រង់ព្រះសន្តាប់នៅរឿងនោះទ្រង់ត្រាស់នឹងរាជអាមាត្យថាអ្នកទាំងឡាយចូលកុំឲ្យព្រះរាជមេដាយើងស្ដេចវិចខ្ចប់ព្រះក្រយាស្ងោយនៅក្នុងថ្នាក់ព្រះភូសាយាងចូលទៅឡើយបបិទ្ធព្រះអង្គដ៏ចម្រើននាថ្ងៃបន្ទាប់មកឆ្មាំទ្វាក៏ដកយកផ្តិលក្រយាអំពីខ្ញុំព្រះអង្គហើយបានប្រាប់ខ្ញុំព្រះអង្គឲ្យចូលគាល់ព្រះរាជាតែខ្លួនទទេដែលធ្វើឲ្យខ្ញុំព្រះអង្គទ្រង់ព្រះកន្សែងយ៉ាងខ្លាំងព្រះស្វាមីក៏ទ្រង់លួងលោមខ្ញុំព្រះអង្គថាព្រះអង្គមិនស្អប់ខ្ពើមនៅអំពើទាំងឡាយដែលអជាតសតុកុមារប្រព្រឹត្តទៅលើព្រះអង្គទេព្រះអង្គសុខចិត្តលំបាកវេទនាផ្ទាល់ព្រះកាយរបស់ព្រះអង្គចុះកុំឲ្យតែប្រទេសធ្លាក់នៅក្នុងសង្គ្រាមបបិទ្ធព្រះអង្គដ៏ចម្រើនលុះព្រឹកស្អែកឡើងខ្ញុំព្រះអង្គបានលាក់បាយមួយពំនូតនៅក្នុងព្រះមូលីភ្នួងសក់កណ្ដៀតក្រយាមួយផ្តិលផងយាងចូលទៅក្នុងបន្ទប់ព្រះស្វាមីជាអម្ចាស់ឆ្មាំទ្វាបានដកហូតយកតែផ្តិលក្រយានោះចេញចំណែកឯពំនូតបាយដែលលាក់នៅក្នុងព្រះមូលីត្រូវនៅសល់
ខ្ញុំព្រះអង្គចិញ្ចឹមព្រះស្វាមីក្នុងរបៀបនេះអស់កាលជាច្រើនថ្ងៃប៉ុន្តែដល់ពេលដែលសង្កេតទៅឃើញថាព្រះរាជាទ្រង់មិនសុគតអជាតសតុកុមារក៏បានចាត់វិធានការដាក់បញ្ជាឲ្យឆ្មាំទ្វារធ្វើការពិនិត្យមើលលើរូបខ្ញុំព្រះអង្គយ៉ាងតឹងរឹងជាទីបំផុតពួកគេបានរកឃើញពំនូតបាយដែលខ្ញុំព្រះអង្គលាក់នៅក្នុងព្រះមូលីនោះដែលជាហេតុធ្វើឲ្យខ្ញុំព្រះអង្គខកខានលែងបានយកព្រះក្រយ៉ាស្ងោយទៅថ្វាយព្រះរាជាក្នុងរបៀបនេះតទៅទៀតបបិទ្ធព្រះអង្គដ៏ចម្រើនបន្ទាប់មកខ្ញុំព្រះអង្គក៏ដាក់ក្រយ៉ាស្ងោយនៅក្នុងសុពណ៌បាតទុកស្បែកជើងរួចឆ្លងព្រះបាទទុកយាងចូលទៅកាលអជាតសតុកុមារទ្រង់ព្រះសណ្ដាប់រឿងនោះក៏ទ្រង់បញ្ជាឲ្យឆ្មាំទ្វារហាមឃាត់ខ្ញុំព្រះអង្គទៀតបបិទ្ធព្រះអង្គដ៏ចម្រើន3ថ្ងៃកន្លងមកខ្ញុំព្រះអង្គក៏បានប្រឌិតនៅផែនការមួយផ្សេងទៀតខ្ញុំព្រះអង្គយកទឹកដោះគោនិងទឹកឃ្មុំទៅលាបច្របាច់ជាមួយនឹងម្សៅរួចយកទៅលាបស្រឡាបនៅលើព្រះអង្គកាយខ្ញុំព្រះអង្គដែលបានស្រង់ទឹកនិងជូតសម្អាតរួចមកលុះដល់ពេលម្សៅទឹកដោះគោនោះស្ងួតទើបខ្ញុំព្រះអង្គទ្រង់ព្រះភូសាពាក់អាវរួចក៏យាងចូលទៅពេលឆ្មាំទ្វារឆែករកពំនូតបាយក្នុងព្រះមូលីមិនឃើញទើបពួកគេបើកឲ្យខ្ញុំព្រះអង្គចូលទៅក្នុងបន្ទប់ព្រះស្វាមីពេលចូលទៅដល់ក្នុងបន្ទប់ក្រឡាបន្ទំកាលណាខ្ញុំព្រះអង្គស្រវាដោះព្រះភូសារួចក៏ស្បូតយកម្សៅទឹកដោះគោនោះចេញពីព្រះវរកាយដងខ្លួនដើម្បីនឹងថ្វាយព្រះស្វាមីសោយខ្ញុំព្រះអង្គធ្វើរបៀបនេះបាន2ដងរួចហើយមកទល់នឹងថ្ងៃនេះប៉ុន្តែខ្ញុំព្រះអង្គបារម្ភខ្លាចក្រែងតែគេរកឃើញទៀតនឹងហាមលែងឲ្យខ្ញុំព្រះអង្គចូលទៅគាល់ព្រះស្វាមីតែម្ដងផងក៏មិនដឹងព្រះសាស្តាទ្រង់គង់ស្ងៀមអស់មួយស្របក់ធំរងចាំឲ្យព្រះនាងវេទេហីទ្រង់ព្រះកន្សែងអស់ចិត្តបន្ទាប់មកទើបព្រះអង្គត្រាស់សួរថាបបិទ្ធព្រះអង្គម្ចាស់ក្សត្រីតើព្រះសុខភាពខាងរាងកាយនិងអារម្មណ៍របស់ព្រះរាជាយ៉ាងដូចម្តេចដែរព្រះនាងវេទេហីបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនទោះបីព្រះរាជាទ្រង់ស្រកទម្ងន់អស់ជាច្រើនចុះស្គមយ៉ាងណាក៏ដោយក៏ព្រះកាយពលរបស់ព្រះអង្គនៅរឹងមាំនិងទឹកព្រះទ័យរបស់ព្រះអង្គនៅមានកម្រិតខ្ពស់ដដែលព្រះអង្គឥតមានការស្អប់ខ្ពើមឬអាអន់ព្រះហឫទ័យអ្វីឡើយព្រះអង្គនៅតែញញឹមនិងមានព្រះរាជឱកាសធម្មតាហាក់ដូចជាគ្មានរឿងអ្វីមួយកើតឡើងសោះដល់ព្រះអង្គឡើយព្រះរាជាប្រើពេលដែលព្រះអង្គក្នុងឋានៈជាអ្នកទោសសម្រាប់ធ្វើសមាធិរៀងរាល់ថ្ងៃព្រះរាជាទ្រង់ញ៉ាំងព្រះវរកាយឲ្យប្រព្រឹត្តទៅដោយការស្ដេចយាងចង្ក្រមតាមថែវពន្ធនាគារដ៏វែងប្រកបដោយសេចក្តីសុខដែលកើតមកពីមគ្គនិងផលព្រះវរកាយរបស់ព្រះអង្គទ្រង់ភ្លឺស្វាងរុងរឿងយ៉ាងក្រៃលែងព្រះអង្គទ្រង់តតសម្លឹងទៅកាន់ភ្នំកិច្ចកោដ្ឋតាមបង្អួចពន្ធនាគារតូចមួយនិងគង់ធ្វើសមាធិក៏នៅតែនឹងមុខបង្អួចតូចនោះដែរព្រះសាស្តាក៏ទ្រង់មានព្រះយោបល់ថាបបិទ្ធព្រះអម្ចាស់ក្សត្រីតើព្រះនាងបានទូលដំណឹងនេះដល់ព្រះបាទបសេនតិកោសលហើយឬនៅព្រះនាងវេទេហីក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានគិតទៅដល់រឿងនឹងទេព្រះពុទ្ធទ្រង់ត្រាស់ថាបើដូច្នេះតថាគតនឹងបញ្ជូនភិក្ខុមួយអង្គទៅកាន់ទីក្រុងសាវត្ថីដើម្បីនឹងសូមឲ្យព្រះបាទបសេនតិទ្រង់ជួយរកមធ្យោបាយដោះស្រាយថ្វាយព្រះនាងផងព្រះនាងវេទេហីទ្រង់មានព្រះសវន័យទាំងរអាក់រអួលថាខ្ញុំព្រះអង្គសូមអរព្រគុណព្រះអង្គច្រើនណាស់ដែលបានជួយដោះស្រាយនៅក្នុងរឿងនេះបបិទ្ធព្រះអង្គដ៏ចម្រើនហោរាវាំងបានទស្សទាយតាំងតែពីអជាតសតុកុមារមិនទាន់ប្រសូតមកម្លេះថាព្រះរាជកុមារនឹងក្បត់ព្រះរាជបិតាខ្លួនឯងនាថ្ងៃមួយចាប់តាំងពីខ្ញុំព្រះអង្គនៅទ្រង់ព្រះគរម្លេះខ្ញុំព្រះអង្គចេះតែអន្ទះសារចង់ខំរៀមព្រះហស្ថរបស់ព្រះស្វាមីដើម្បីជញ្ជក់បឺតឈាមស្រស់ខ្ញុំព្រះអង្គតែងតែភិតភ័យនិងព្រួយបារម្ភចំពោះបំណងដ៏អាក្រក់របស់ខ្ញុំនោះយ៉ាងខ្លាំងមិនគួរណាខ្ញុំព្រះអង្គមានគំនិតដ៏អាក្រក់អាក្រិចបែបនេះកើតឡើងឡើយព្រោះអីតាំងអំពីក្មេងមកខ្ញុំព្រះអង្គខ្លាចឈាមណាស់
សូម្បីតែឈរមើលគេសម្លាប់ត្រីឬមាន់ទាក៏មិនដែលដែរតាំងពីថ្ងៃដែលខ្ញុំពោផ្ទៃនោះមកខ្ញុំព្រះអង្គចង់តែភ្លក់រសជាតិឈាមរបស់ព្រះស្វាមីខ្ញុំព្រះអង្គខំទប់ប្រតិយប្រឆាំងនឹងចំណងដ៏សាហាវនេះយ៉ាងអស់ពីសមត្ថភាពរហូតដល់ស្រក់ទឹកនេត្រាដោយចង់ឈ្នះខ្លាំងពេកខ្ញុំព្រះអង្គក៏ខ្ទប់មុខរត់ទៅអោបព្រះស្វាមីទាំងមិនដឹងខ្លួនប៉ុន្តែខ្ញុំព្រះអង្គមិនហ៊ានទូលព្រះស្វាមីឲ្យដឹងរឿងនេះទេចៃដន្យអីនៅថ្ងៃមួយជាខាងក្រោយព្រះបាទពឹមពិសាទ្រង់មុតម្រាមព្រះហស្ថនឹងកំបិតនៅពេលដែលព្រះអង្គចិត្តផ្លែឈើដោយទប់អារម្មណ៍មិនបានខ្ញុំព្រះអង្គក៏ស្រវាស្ទុះទាំងកំរោលទៅក្រសោបម្រាមព្រះហស្ថព្រះស្វាមីដែលមុតនោះមកបឺតជញ្ជក់យកឈាមស្រស់មិនឲ្យស្រក់សូម្បីតែមួយដំណក់ឡើយក្សិណនោះព្រះបាទពឹមពិសាទ្រង់ស្រឡាំងកាំងយ៉ាងខ្លាំងក៏ប៉ុន្តែព្រះរាជាមិនអាចឃាត់ខ្ញុំព្រះអង្គបានឡើយបន្ទាប់មកខ្ញុំព្រះអង្គក៏សន្លប់បាត់ស្មារតីនិងដួលទៅលើកំរាលព្រំដោយព្រះអង្គភ័យខ្លាំងពេកទើបព្រះស្វាមីចាប់ត្រកងលើខ្ញុំព្រះអង្គឡើងមួយសន្ទុះក្រោយមកព្រះរាជាទ្រង់ត្រាស់សួររករឿងហេតុខ្ញុំព្រះអង្គក៏បង្គំទូលព្រះស្វាមីនៅបំណងដ៏ចម្លែកនិងអាក្រក់អាក្រៃនោះទៅខ្ញុំព្រះអង្គបានបង្គំទូលព្រះស្វាមីថាខ្ញុំព្រះអង្គខំបំភ្លេចគំនិតអាក្រក់នេះចោលដែរប៉ុន្តែមិនអាចឈ្នះបាននៅតែនឹកឃើញខ្ញុំព្រះអង្គក៏បានដឹងថាទារកដែលរីកធំធាត់នៅក្នុងព្រះគភ៌របស់ខ្ញុំព្រះអង្គនោះជាប្រភពនៃចំណងហិង្សារបស់ខ្ញុំព្រះអង្គនេះបបិទ្ធព្រះអង្គដ៏ចម្រើនហោរាវាំងបានថ្វាយយោបល់ឲ្យខ្ញុំព្រះអង្គពន្លូតឬក៏សម្លាប់ចោលនៅពេលដែលទារកនោះប្រសូតមកតែព្រះបាទពឹមពិសាទ្រង់មិនសពប្រតិយនៅក្នុងរឿងនេះទាល់តែសោះសូម្បីតែខ្ញុំព្រះអង្គផ្ទាល់ក៏មិនព្រមដែរនៅពេលដែលទារកនោះប្រសូតមកព្រះបាទពឹមពិសានិងខ្ញុំព្រះអង្គក៏បានប្រទាននាមទៅរាជកុមារថាអជាតសតុដែលមានន័យថាសត្រូវតាំងតែពីមិនទាន់មានជាតិកំណើតព្រះដ៏មានព្រះភិក្ខទ្រង់ប្រទានព្រះយោបល់ថាបបិទ្ធព្រះអម្ចាស់ក្សត្រីសូមព្រះនាងយាងទៅគាល់ព្រះស្វាមីតែ2ឬ3ថ្ងៃម្ដងបានហើយនៅពេលដែលគាល់ម្ដងនោះកុំយូរពេកការធ្វើដូច្នេះដើម្បីជៀសវាងនៅការមន្ទិលសង្ស័យអំពីអជាតសតុកុមារព្រះនាងថ្វាយម្សៅទឹកដោះគោដល់ព្រះស្វាមីសោយក្នុងមួយពេលតែបន្តិចបន្តួចបានហើយសំចៃទុកពេលណាដែលព្រះនាងមិនបានយាងទៅផងបន្ទាប់មកព្រះដ៏មានព្រះភិក្ខក៏ទ្រង់លាព្រះនាងវេទេហីនិងគ្រូពេទ្យជីវកៈឡើងទៅលើភ្នំកិច្ចកូដវិញចប់ជំពូក70